បាទជំរាបសួរបងប្អូនបាទនេះពណ៌ស្ទើរខ្មៅបងប្អូនណាគឺស្លាបក្អែកស្អាតមែនទែនបងប្អូនបាទអានេះជាប្រភេទស្បែកសុទ្ធតែម្ដងបងប្អូនបាទហើយមិនបាច់ចាំវាយសារ៉ាទេបងប្អូនណាប្រភេទស្បែកប្រភេទនេះគឺប្រភេទស្បែកលេខ1បាទបងប្អូនពាក់រៀងប្រឡាក់តិចតួចបងប្អូនអាចយកกระดาษខាត់អាលេខម៉ត់ខាត់ប្រមងក៏បានដែរគឺស្អាតរហូតបងប្អូនពណ៌នេះបាទប្រភេទស្បែកនេះគឺចាត់ទុកថាប្រភេទស្បែកលេខ1បាទហើយយើងច្នៃប្រឌិតចេញជាតម្រងបែបនេះបងប្អូនណា style ដូចជាមួកកបោយអញ្ចឹងតែយើងធ្វើនៅស្រុកយើងទេបាទអញ្ចឹងពេលនេះវាមានច្រើនម៉ូដច្រើនទំហំផងដែរបាទរឿងមួកនេះបងប្អូនណាបើសិនជាបងប្អូនមុននឹងទិញបងប្អូនត្រូវប្រាប់ពីរង្វង់ក្បាលណាបងប្អូនណាក្បាលលេខប្រមាណក្បាលលេខមកអត់បានទិញអត់បានតិចនេះពីរឿងទំហំក្បាលវាអាចខុសពាក់ទៅអត់ត្រូវអញ្ចឹងទេមុននឹងបងប្អូនសម្រេចចិត្តទិញបងប្អូនត្រូវប្រាប់ពីទំហំក្បាលនិងយកម៉ែត្រវាស់បងប្អូនណាបាទយកម៉ែត្រវាស់ពីទំហំក្បាលឲ្យបានជាក់លាក់បាទទើបខ្ញុំបាទផ្ញើទៅគឺខ្ញុំដាក់តាមទំហំម៉ៃបងប្អូនណាពេលបងប្អូនទៅពាក់គឺពាក់ទៅស្អាតបាទបើយើងអត់បាននិយាយពីទំហំទិញពុបអត់បាននិយាយពីទំហំចុងកាពាក់ទៅចង្អៀតជួនកាលទៅអាលងជ្រុលពិបាកផ្ញើមកវិញខាតសហុយបាទអញ្ចឹងនេះមុននឹងបងប្អូនទិញបងប្អូនត្រូវជ្រើសត្រូវវាស់ណាវាស់ពីទំហំក្បាលឲ្យបានជាក់លាក់ឲ្យបានត្រឹមត្រូវសិនបាទហើយមកដល់ពេលឥឡូវនេះឃើញថាបងប្អូនយើងតាមខេត្តក្រុងនានាបាទគ្រប់ត្របាទគ្រប់ត្រមុខសម័យនេះយ៉ាងខុសខលផងដែរថ្លៃត្រឹមតែ$35ទេហើយខ្ញុំបាននឹង free ដឹកជូន25ខេត្តក្រុងបាទហើយជាពិសេសឃើញថាបងប្អូននៅស្រុកគេបាទដូចជាសហរដ្ឋអាមេរិកអូស្ត្រាលីអីឃើញថាគាត់ចាប់អារម្មណ៍ផងដែរបាទគាត់ចង់ពាក់មួកប្រភេទនេះបាទមួកប្រភេទនេះគឺជាប្រភេទមួកស្បែកដែលធ្វើដោយកូនខ្មែរបាទហើយគាត់ចង់សាកស្នាដៃកូនខ្មែរអញ្ចឹងគាត់មានការ order ច្រើនគួរសមដែរបាទប្រភេទនេះណាបងប្អូនណាបាទពាក់ទៅរៀងយើងបាទ style ទៅដូចកបោអញ្ចឹងណាបងប្អូនណាបាទមួកនេះបាទហើយជាប់ធន់មែនតើបងប្អូនបាទមួកនេះមិនមែនដេម៉ាស៊ីនទាំងអស់ទេបងប្អូនណាបាទមានកន្លែងខ្លះយើងដេដៃច្រើនហើយមួកនេះធ្វើមិនបានលឿនប្រហែលទេបងប្អូនបាទនឹងអញ្ចឹងហើយបានវាមានតម្លៃ$35បាទក្នុងមួយថ្ងៃបងប្អូនណាជាងយើងផលិតបានក្នុងម្នាក់ផលិតបានតែ4មួកទេបាទក្នុងម្នាក់បានតែ4មួកទេបងប្អូននេះប្រឹងបាទហើយបងប្អូនឃើញណាតុបតែងរចនាម៉ូដតាមបែបសិល្បៈបាទហើយស្នាដៃកូនខ្មែរពិតបាទអញ្ចឹងមកបងប្អូនចង់គាំទ្របាទឬមួយក៏អាចទៅលក់យកទៅលក់តាមតំបន់ទេសចរផ្សេងបងប្អូនអាចយកទទួលយកទៅលក់បានហើយឯតម្លៃថ្លៃថ្នូរអីបងប្អូនឆាតជោគភេកណាបងប្អូនណាបាទអញ្ចឹងអរគុណបងប្អូនណាចំពោះការគាំទ្របាទសូមបងប្អូនបន្តការគាំទ្រតទៅទៀតបាទហើយអរគុណផងដែរចំពោះបងប្អូនដែលជួយទិញអីកន្លងមកណាបងប្អូនណាបាទអរគុណច្រើនហ្នឹងហើយសូមជូនពរបងប្អូនទាំងអស់គ្នាបាទបានទទួលជោគជ័យសិរីមង្គលបរិសុខនិងសំណាងល្អគ្រប់គ្នាទាំងអស់បាទសូមអរគុណបាទសូមលំអរកាយគោរពលាបងប្អូនបាទ